ជាបក្សីប្រមាញ់មួយប្រភេទដែលមានឈ្មោះថា Mountain Hawk Eagle វាត្រូវបានគេហៅថាអន្ត្រីភ្នំវាគឺជាបក្សីប្រមាញ់ដ៏ខ្លាំងមួយនៅក្នុងគ្រួសារ Acephitridae វាជាប្រភេទអន្ត្រីដែលរស់នៅតំបន់ភ្នំនិងព្រៃក្រាស់នៅក្នុងអាស៊ីហើយត្រូវបានគេចាត់ទុកថាជាបក្សីប្រមាញ់ដ៏អស្ចារ្យមួយនៅក្នុងព្រៃភ្នំចំពោះរូបរាងនិងលក្ខណៈសម្បត្តិរបស់ Mountain Hawk Eagle គឺមានរាងធំមាំមួននិងមានស្លាបវែងធំទូលាយប្រវែងខ្លួនរបស់វាប្រហែល70ទៅ86សង់ទីម៉ែត្រទំហំស្លាបអាចលាតសន្ធឹងបាន130ទៅ165សង់ទីម៉ែត្រចំពោះទម្ងន់របស់វាគឺមានចាប់ពី2ឬក៏ 3.5 គីឡូក្រាមលក្ខណៈពិសេសរបស់វាគឺក្បាលមានរោមចុងកំពូលបញ្ឈរឡើងខ្នងពណ៌ត្នោតពោះពណ៌សលីងត្នោតនិងមានឆ្នូតផ្នែករបស់វាពណ៌លឿងមាសឬក៏ទឹកក្រូចក្រញាំជើងធំនិងមុតខ្លាំងសម្រាប់ចាប់សត្វព្រៃនៅពេលដែលវាហោះហើរវាមានទម្រង់ស្លាបដូចជាអក្សរ V វាគ្រាន់តែបកស្រាលហើយក៏អាចហោះហើរឡើងយ៉ាងរហ័សតាមចន្លោះដើមឈើបានយ៉ាងល្អចំពោះទីជម្រកនិងការរស់នៅរបស់បក្សីប្រភេទនេះគឺវាតែងតែរស់នៅតំបន់ភ្នំនិងព្រៃឈើក្រាស់ជាពិសេសមានដូចជាភ្នំហិមាល័យឥណ្ឌានេប៉ាល់ភូតង់ចិនថៃវៀតណាមតៃវ៉ាន់ហើយនិងជប៉ុនផងដែរវាចូលចិត្តរស់នៅក្នុងព្រៃ Evergreen និងព្រៃភ្នំដែលមានដើមឈើខ្ពស់ព្រោះវាងាយស្រួលសម្រាប់ការលាក់ខ្លួននិងការប្រមាញ់សត្វព្រៃនៅប្រទេសកម្ពុជាវាត្រូវបានគេរាយការណ៍ថាជាបក្សីកម្រមួយដែលអាចឃើញនៅតំបន់ភ្នំខ្ពស់និងធំមួយចំនួនចំពោះការប្រមាញ់របស់ Mountain Hawk Eagle គឺជាបក្សីប្រមាញ់ដែលមានកម្លាំងខ្លាំងនិងឆ្លាតវៃវាច្រើនតែលាក់ខ្លួននៅលើមែកឈើដើម្បីសង្កេតមើលសត្វព្រៃពីលើរួចហោះចុះយ៉ាងលឿនដើម្បីចាប់យកមកធ្វើជាចំណីអាហារសត្វដែលវាតែងតែប្រមាញ់គឺមានដូចជាកំប្រុកសត្វកណ្ដុរបក្សីតូចៗពស់សត្វល្មូនហើយនិងសត្វស្វាតូចៗផងដែរតាមការស្រាវជ្រាវនិងការសង្កេតពីអ្នកស្រឡាញ់ធម្មជាតិបានបង្ហាញថាវាក៏អាចចាប់សត្វធំជាងខ្លួនរបស់វាបានថែមទៀតផងដោយសារតែឥទ្ធិពលនៃក្រញាំជើងដែលមានកម្លាំងខ្លាំងនោះចំពោះការបន្តពូជរបស់បក្សីប្រភេទនេះគឺវាតែងតែសាងសង់សម្បុកនៅលើដើមឈើខ្ពស់សម្បុកធ្វើអំពីមែកឈើធំហើយចំពោះបក្សីញីវិញគឺតែងតែដាក់ពងភាគច្រើន1ទៅ2គ្រាប់ប៉ុណ្ណោះសម្រាប់មេបារបស់វាគឺតែងតែជួយចិញ្ចឹមកូនវាជានិច្ចចំពោះកូនបក្សីប្រភេទនេះគឺត្រូវបានការពារពីមេបារបស់វាយូរអង្វែងទើបអាចហោះហើរនិងប្រមាញ់ដោយខ្លួនឯងបានសម្លេងរបស់វានៅក្នុងរដូវបន្តពូជវាអាចបញ្ចេញសម្លេងខ្លាំងស្រួចនិងវែងដែលអាចឮតាមព្រៃភ្នំចំពោះសារៈសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ី Mountain Hawk Eagle គឺជាបក្សីប្រមាញ់កំពូលក្នុងព្រៃភ្នំវាអាចជួយគ្រប់គ្រងចំនួនសត្វកណ្ដុរនិងសត្វតូចជាច្រើនរក្សាតុល្យភាពធម្មជាតិបង្ហាញពីសុខភាពនៃប្រព័ន្ធព្រៃឈើបើតំបន់ណាដែលមានវានោះសញ្ញាថាព្រៃនោះគឺសម្បូរបែបនិងមានជីវៈចម្រុះល្អៗជាច្រើនចំពោះការអភិរក្សបច្ចុប្បន្ននេះ Mountain Hawk Eagle គឺត្រូវបានគេចាត់ថ្នាក់ថាចិត្តរងគ្រោះទៅហើយនៅតំបន់មួយចំនួនដោយសារតែការកាប់បំផ្លាញព្រៃឈើការបាត់បង់ទីជម្រកការរំខានពីមនុស្សជាពិសេសគឺនៅប្រទេសជប៉ុនចំនួនរបស់វាគឺកំពុងតែថយចុះយ៉ាងគួរឲ្យព្រួយបារម្ភខ្លាំងមែនទែន Please subscribe my YouTube channel